តាំងពីមានបញ្ហាមួយប្រទេសជិតខាងមកគាត់ដែលបានញ៉ាំយ៉ាអ៊ូតរត់តែសោះថ្ងៃនេះមកធ្វើយ៉ាអ៊ូញ៉ាំខ្លួនឯងដែលយើងត្រូវការទឹកដោះគោស្រស់ full cream 1 លីត្រហើយយើងមានថែមជាមួយនឹងម្សៅទឹកដោះគោចំនួន2ស្លាបព្រាតូចហើយនឹងបន្ថែមជាមួយនឹងយ៉ាអ៊ូរសជាតិដើមចំនួន2កំប៉ុងផងដែរអញ្ចឹងដំបូងគឺយើងត្រូវចាក់ទឹកដោះគោចូលទៅហើយទឹកដោះគោនេះគឺយើងត្រូវលាយជាមួយនឹងម្សៅទឹកដោះគោអញ្ចឹងម្សៅទឹកដោះគោហ្នឹងអាចជាម្សៅទឹកដោះគោកូនក្មេងក៏បាននេះក៏បានយកមកលាយមកដើម្បីឲ្យវា creamy ល្អអញ្ចឹងយើងកូរលើភ្លើងដោយប្រើកម្លាំងភ្លើងតិចបំផុតហ្មងបងប្អូនតិចតិចកុំប្រើខ្លាំងនៅពេលដែលឃើញវារាងពុះប៉ុណ្ណឹងហើយបងប្អូនបន្តវាប្រហែលជា2-3នាទីទៀតទៅបន្ទាប់មកបងប្អូនបិទភ្លើងអញ្ចឹងនៅពេលដែលបិទភ្លើងទុកឲ្យរាងចុះត្រជាក់បន្តិចមានពពុះអីបងប្អូនស្រង់ចេញអញ្ចឹងបន្ទាប់មកទៀតយើងយកយ៉ាអ៊ូដែលរសជាតិដើមដែលយើងត្រូវយកមកលាយហ្នឹងយើងយកមកវាយជាមួយទឹកដោះគោដែលយើងកម្ដៅមុនហ្នឹងប៉ុន្តែប្រកាសថាវានៅត្រជាក់ប្រហែលជា30 ទៅ 40% កុំដាក់ទៅពេលបើសិនជាក្ដៅវាងាប់មេយ៉ាអ៊ូធ្វើឲ្យយ៉ាអ៊ូរបស់យើងគឺអត់ឡើងល្អទេបន្ទាប់មកយើងយកទៅចាក់អញ្ចឹងការវាយហ្នឹងគឺដើម្បីឲ្យវាលាយបានល្អបន្ទាប់មកខ្ញុំរៀបដាក់ចូលកំប៉ុងអញ្ចឹងមកកំប៉ុងមួយទៀតគឺខ្ញុំទុកសម្រាប់ធ្វើមេយ៉ាអ៊ូនៅពេលដែលខ្ញុំធ្វើលើកក្រោយទៀតគឺខ្ញុំមិនបាច់ត្រូវការទិញទេអូខេហើយខ្ញុំយកវាទៅដាក់ក្នុង microwave បងប្អូននេះគឺបានយ៉ាអ៊ូហើយអត់ឆាយ៉ាអ៊ូញ៉ៃលឹកទាំងចានខ្ញុំមានកូនល្ហុងមួយហើយក៏ចិត្តដាក់រៀបចំយ៉ាអ៊ូញ៉ាំខ្លួនឯងដែលបន្ថែមជាមួយអាឡឹកខ្ញុំអាចញ៉ាំមួយអាឡឹកឲ្យមកទៅពេលញ៉ាំគឺឆ្ងាញ់ទៅដល់ភាសាអត់បានទិញផ្លែឈើថែមអញ្ចឹងមានតែល្ហុងមានតែជាមួយនឹងអាឡឹកអញ្ចឹងបន្ថែមជាមួយនឹងស៊ីរីហើយយើងក៏ដាក់ញ៉ាំទៅរសជាតិគឺឆ្ងាញ់បងប្អូនទន់ឆ្ងាញ់ប៉ុន្តែសម្រាប់សាច់យ៉ាអ៊ូនេះគឺរាងនៅទន់បន្តិចបើសិនជារាងរឹងយ៉ាងបន្តិចគឺរត់តែល្អអញ្ចឹងបងប្អូនអូយថែមជាមួយគ្រាប់ស៊ីរីហើយមានជាមួយគ្រាប់ធញ្ញជាតិទៀតគឺឆ្ងាញ់ហ្មងណាឡើងមួយចានខ្ញុំញ៉ាំតតែអស់ហ្មងចឹងបងប្អូននឹងហៅថាទឹកដោះគោគឺសម្បូរប្រូតេអ៊ីនហើយនៅពេលដែលយើងយកធ្វើយ៉ាអ៊ូក៏ប្រូតេអ៊ីននៅតែដដែលតែអ្វីដែលយើងលើសពីប្រូតេអ៊ីនហ្នឹងគឺប្រភេទ probiotic ជាប្រភេទបាក់តេរីល្អៗដែលជួយសម្រួលកាពះពោះវៀនរបស់យើងជួយឲ្យការស្រូបជីវជាតិផ្សេងៗដូចជាការទៅបង់បានល្អដែរចឹងបងប្អូនហើយដោយសារខ្ញុំគឺជាមនុស្សម្នាក់ដែលពិបាកបាក់ជើងអញ្ចឹង probiotic ពីទឹកដោះគោឬក៏ probiotic ពីយ៉ាអ៊ូគឺខ្ញុំត្រូវតែបន្ថែមដើម្បីឲ្យការទៅបង់បានទៀងទាត់អញ្ចឹងបងប្អូនចឹងសម្រាប់វីដេអូនេះបានប៉ុណ្ណឹងបើសិនបងប្អូនមានចង់ថែមឲ្យខមមិនក្រោមវីដេអូនេះអរគុណច្រើន